buffet មានតែប៉ុណ្្នឹងខ្ញុំ10នាក់ក្នុងមួយថ្ងៃងាប់ไปម្ចាស់ហាងគឺថាវិលមុខញ៉ាំហើយសំខាន់ណា buffet មកហូបជប៉ុនទៀតខ្ញុំនេះហៅតែចូលចិត្តបានគឺថាយត់តែលំអស់ដៃដាក់ឡើងផ្អើលបុគ្គលិកហត់មកមើលលន់ហាងគាត់នេះបើករៀងយូរដែរហើយមានឈ្មោះថា Lucy នៅម្ដុំបឹងកងយើងហ្នឹងមើលមួយផ្លែតែស្មានហាងអូម៉ាកាសេធំតែមិនមែនទេបងប្អូនហាងគាត់លក្ខណៈថា buffet មកហូបជប៉ុនសុទ្ធសាធតែម្ដងសម្រាប់ buffet នៅនេះគឺយើងកំងតាមម៉ឺនុយយើងឆ្លាញ់ជាមួយនឹងមុខម្ហូបមួយណាគេលើកមកឲ្យយើងដល់តុហើយ buffet នៅនេះក៏គេមាន3តម្លៃដែរគេមានតម្លៃ 22.99 28.99 ហើយនិង34.99 ហើយសាច់ដែលខ្ញុំកំពុងតែញ៉ាំហ្នឹងគឺតម្លៃ34.99យើងអាចហើមហូបញ៉ាំរហូតបានទៅដល់103មុខ103មុខហ្នឹងចង់ញ៉ាំមួយណាក៏បានដែរឲ្យគេយកមកដូចខ្ញុំនេះចូលចិត្តញ៉ាំស៊ូស៊ីអញ្ចឹងខ្ញុំឲ្យគេលោកស៊ូស៊ីមកឡង2ថាសក្នុងមួយថាសគឺគេដាក់ចម្រុះជាមួយនឹងស៊ូស៊ីគ្រប់មុខគ្រប់ម៉ូតគ្រប់ម៉ាកហ្មងហើយយើងដឹងស្រាប់ហើយសម្រាប់ស៊ូស៊ីជប៉ុនរៀងថ្លៃដែរបើយើងញ៉ាំតាមហាងស៊ូស៊ីធម្មតាពីរហ្នឹងចង់100បាតដែរហើយមកញ៉ាំនៅនេះអត់តែ34.99ហ្នឹងយើងញ៉ាំបានទាំងស៊ូស៊ីច្រើនមុខហើយសំខាន់មានមុខម្ហូបច្រើនទៀតរហូតដល់103មុខសាកគិតលេងខ្លួនឯងទៅថាចំណេញឬក៏មិនចំណេញសម្រាប់ខ្ញុំមកលើពីចំណេញដោយសារអីអ្នកបានញ៉ាំជាមួយនឹងសាស៊ីមីទៀតសាស៊ីមីគេនៅនេះគេមានច្រើនប្រភេទមាននីស៊ីនសាល់ម៉ុនទូណាហើយសិតតែស្រស់តែម្ដងបងប្អូនទាំងអស់គ្នាហើយគេហ្វីលេថ្មីភ្លាមឲ្យយើងហ្មងយើងកំងមិនគេធ្វើរៀបចំឲ្យយើងហ្មងមកស្អាតដូចខ្ញុំនិយាយចឹង44.99នេះតែយើងញ៉ាំបានគ្រប់មុខបងប្អូនសូម្បីតែ oyster អាំងឈីបែបនេះក៏មានដែរឆ្ងាញ់របស់គេចង់បានបកងដុតឈីបកាដុតឈីនិយាយទៅបកងបកាមឹកអីមានគ្រប់សពហ្មងបងប្អូនទាំងអស់គ្នាគឺមានច្រើនមែនតើមុខម៉ណុយគេរហូតដល់103មុខណាបងប្អូនចង់ញ៉ាំជាម្ហូបអរ៉ុបបែបនេះក៏មានដែរគេមានទាំង steak seco steak salmon គ្រាន់តែបងប្អូនទាំងអស់គ្នាដាក់ order គេទៅគេលើកមកឲ្យយើងភ្លាមក្តៅហ្មងអញ្ចឹងទៅយើងសប្បាយញ៉ាំមែនតើបងប្អូនទាំងអស់គ្នាចំណាយប៉ុណ្ណឹងហើយតែយើងបានញ៉ាំជាមួយនឹងមុខម្ហូបជាច្រើនមុខស្ងាត់រសជាតិវិញគឺដូចយើងញ៉ាំនៅហាងធំអញ្ចឹងរសជាតិដូចគ្នាហ្មងបងប្អូនទាំងអស់គ្នាតែគាត់អាប់ដេតជាលក្ខណៈថា buffet អញ្ចឹងអ្នកដែលចូលចិត្តញ៉ាំដូចខ្ញុំញ៉ាំគ្រប់មុខបែបនេះហាគឺមកកន្លែងមួយនេះមកគឺអត់មានខុសហ្មងទេបងប្អូន103មុខឆ្លាញ់មួយណាយកមួយហ្នឹងហើយនៅនេះហាបណ្ដុំជាមួយនឹងមុខម្ហូបបែបជប៉ុនណាអូយអ្នកគេចូលចិត្តញ៉ាំម្ហូបជប៉ុនមកស្ងាត់មុខម្ហូប103មុខហ្នឹងគឺខ្ញុំញ៉ាំអត់អស់ទេហើយខ្ញុំហៅក៏អត់អស់ដែរគឺខ្ញុំ select យកមុខម្ហូបខ្លះយកមកជូនបងប្អូនទាំងអស់គ្នាមើលបើថាបានបើកម៉នុយវិញបងប្អូនមើលឡើងបែកភីហ្មងថាមិនដឹងហៅមួយណាញ៉ាំមួយណាទុកមួយណីទេហាងគាត់តែមិនមែនមានតែ buffet ម្ហូបជប៉ុនតែមួយមុខទេគឺគាត់មាន buffet តែផែនយ៉ាគីដែលមានឆាចំអិនក្តៅភ្លាមជូនយើងហើយនឹងមាន buffet ស៊ុបបែបនេះក៏មានដែរបើការរៀបចំនៅក្នុងហាងគាត់អត់គិតថាគាត់លក់ buffet ទេបងប្អូនទាំងអស់គ្នាគឺគិតថាអូម៉ាកាសេធំឯព្រោះគាត់រៀបចំស្អាតមែនតើហើយសំខាន់គឺអនាម័យ clean សេវាកម្មល្អតែម្ដងបងប្អូនមើលទៅតុកចានសុភីអីទៅគឺមកភ្លឹងមកស្អាតទៅយើងហ្មងចង់រៀបចំជាលក្ខណៈកម្មវិធីគូកណាឬក៏ birthday ផ្សេងញាក់សាច់ហ្មងឬក៏ date លក្ខណៈគូស្នេហ៍ហ្នឹងអូយមកនេះមកខំណងគេទៅហាងគាត់ចូលទៅដល់បើកភ្លើងសឹមពោពេញទៅភាព romantic តែម្ដងបងប្អូនចង់ជប់លៀងលក្ខណៈ private party នៅក្នុងបន្ទប់បែបចេះក៏មានដែរអាចទទួលភ្ញៀវបានច្រើនហើយសំខាន់គឺមានក្រៅអូខេច្រៀងទៀតសូម្បីតែបន្ទប់តែផែនយ៉ាគីបែបនេះក៏គេមានជាមួយនឹងក្រៅអូខេដែរញាក់សាច់ហ្មងហើយខ្ញុំនេះស្រឡាញ់ឆ្ងាញ់ជាងគេគឺប្លង់មីនីបានេះហ្មងហាងគាត់នេះមានឈ្មោះថា Lucy ដែលមានទីតាំងនៅម្ដុំបឹងកងគឺស្ថិតនៅលើផ្លូវ352សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មានចំណាប់អារម្មណ៍ចង់មកទទួលបទពិសោធន៍ម្ហូប buffet បែបជប៉ុនលក្ខណៈ premium អាចមកទីនេះបានអូខេបាយ